តបងប្អូនថ្ងៃហ្នឹងគេទៅឌីជាមួយខ្ញុំទៅដើរមើលផ្សិតនៅមុខផ្ទះពីតំណងដែរនេះបងប្អូនបើកទ្វារព្រលឹមឡើងចេញមករៀបចំខ្លួនឲ្យស្អាតបាតហើយដើរទៅការចាស់ហៀងផ្ទះដើម្បីទៅមើលផ្សិតហ្នឹងហើយបងប្អូនដឹងផ្សិតហ្នឹងពណ៌ស្អាតណាពណ៌ស្អាតមិនស្អាតតែចង់ឲ្យពណ៌លង្អរែងពណ៌ទឹកក្រូចអាក្បាលវានឹងហើយមានអុចនេះឡើងពេលភ្លៀងខែភ្លៀងវាដុះកពីកពងឡើងពេញមុខទីធ្លាហ្នឹងខំដើមឈើហ្នឹងចឹងណាអាផ្សិតហ្នឹងគឺវាដុះតែខែហ្នឹងឯងខែភ្លៀងបងប្អូនប៉ុន្តែយោងតាមការស្រាវជ្រាវរបស់ខ្ញុំបានឃើញថាផ្សិតហ្នឹងគឺខ្ញុំមកធ្វើគឺផ្សិតពុលគាត់ថាវាស្អាតមែនបងប្អូនឲ្យធំណាធំជាងបាត់ដៃខ្ញុំទៀតមើលនេះឡើងខ្ជូតហ្មងហើយណាគេមិនស្រឡាញ់តែបងប្អូនត្រូវប្រយ័ត្នគឺថាផ្សិតហ្នឹងយើងញ៉ាំមិនកើតទេអូខេ